Luffy សម្រាយរឿងសួស្តីអ្នកនរគ្នាឥឡូវជួបជុំនឹងខ្ញុំបានម្ដងទៀតហើយដូច្នេះកុំឲ្យខាតពេលយូរយើងនឹងចូលទៅដល់រឿងរបស់យើងនៅវគ្គ10ទាំងអស់គ្នារឿងរបស់យើងក៏កាត់មកលោកឪពុកនិងបងស្រីទីណាវិញម្ដងនៅពេលនេះលោកឪពុកបានផ្ដាំទៅបងស្រីទីណាថាឲ្យបងស្រីទីណាត្រូវតែមើលថែរក្សាក្មេងៗនិងការពារពួកគេឲ្យបានល្អព្រោះក្រុមមនុស្សអាក្រក់ទាំងនោះពួកគេមិនបញ្ឈប់ផែនការអាក្រក់របស់ពួកគេនោះទេលោកឪពុកក៏បានប្រាប់ទៅកាន់បងស្រីទីណាទៀតដែរថាថ្ងៃមុនហុងលៀងគេស្ទើរតែកុហកក្មេងៗឲ្យទៅកន្លែងហាមឃាត់ទៅហើយឮបែបនេះបងស្រីទីណាក៏ប្រញាប់សុំទោសលោកឪពុកជំនួសហុងលៀងដោយសារតែទាំងអស់នេះគឺជាកំហុសរបស់គាត់ហើយលើកក្រោយគាត់ក៏បានសន្យាទៅលោកឪពុកថាគាត់នឹងមិនឲ្យមានរឿងនេះកើតឡើងទៀតនោះទេលោកឪពុកក៏សើចនិងនិយាយទៅកាន់បងស្រីទីណាថាខ្ញុំចាំបានថានៅពេលដែលនាងអាយុ11ឆ្នាំនាងបានជួយហុងលៀងចេញពីគំនរសម្រាមនិងបានយកគេមកទីនេះដើម្បីចិញ្ចឹមមើលថែរក្សាគេដូច្នេះខ្ញុំយល់ពីសេចក្តីស្រឡាញ់របស់នាងចំពោះគេហើយចុងក្រោយលោកឪពុកក៏បានផ្ដាំទៅបងស្រីទីណាថាឲ្យបងស្រីទីណាត្រូវតែអប់រំហុងលៀងឲ្យក្លាយជាក្មេងល្អនិងធ្វើអ្វីឲ្យត្រឹមត្រូវផងរឿងរបស់យើងក៏កាត់មកកន្លែងញ៉ាំបាយក្មេងៗនៅក្នុងព្រះវិហារវិញម្ដងនៅពេលនោះយើងក៏បានឃើញហុងលៀងដើរចូលមករកកន្លែងញ៉ាំអាហារប៉ុន្តែនៅពេលនោះហុងលៀងក៏ត្រូវបានក្មេងៗ3នាក់ដែលហុងលៀងបានកុហកពួកគេកាលពីថ្ងៃមុនបានមករករឿងហុងលៀងដោយសារតែពួកគេខឹងហុងលៀងដែលហុងលៀងនឹងបានកុហកពួកគេនៅពេលនោះក្មេងប្រុសអាលឿងក៏បានច្រានហុងលៀងឲ្យដួលនិងបានស្ដីឲ្យហុងលៀងថាហេតុអ្វីបានជាឯងហ៊ានកុហកយើងអញ្ចឹងហើយមិនត្រឹមតែប៉ុណ្ណោះវាក៏បានចាប់កអាវហុងលៀងនិងបានស្ដីឲ្យហុងលៀងទៀតថាបើឯងនៅតែធ្វើចរិតបោកប្រាស់អញ្ចឹងទៀតបងស្រីទីណានឹងស្អប់ឯងជាមិនខាននៅពេលនោះហុងលៀងក៏បាននិយាយទៅកាន់ក្មេងប្រុសអាលឿងវិញថាឯងនិយាយម្ដងទៀតទៅមើលក្មេងប្រុសអាលឿងក៏បាននិយាយទៅហុងលៀងថាខ្ញុំនិយាយថាបងស្រីទីណាមិនចូលចិត្តឯងនោះទេនៅពេលនោះហុងលៀងក៏បានវាយទៅលើមុខរបស់វាមួយដៃធ្វើឲ្យវាឈឺជាខ្លាំងហើយនៅពេលនោះពួកគេក៏ចាប់ផ្ដើមវាយគ្នានៅពេលនោះទៅកំពុងតែពួកគេវាយគ្នាទៅវិញទៅមកនៅពេលនោះបងស្រីទីណាក៏បានចូលមកដល់បងស្រីទីណាក៏បានបញ្ឈប់ពួកគេនិងបានស្ដីឲ្យពួកគេផងដែរបងស្រីទីណាក៏បានស្ដីឲ្យហុងលៀងដែរថាហេតុអ្វីបានជាហុងលៀងនឹងចូលចិត្តបង្កបញ្ហាជាមួយអ្នកដទៃច្រើនម្ល៉េះហុងលៀងក៏បានតមាត់នឹងបងស្រីទីណាហើយបងស្រីទីណាក៏បានស្ដីឲ្យហុងលៀងវិញថាហេតុអ្វីបានជាហុងលៀងមិនគោរពគាត់សោះអញ្ចឹងនៅពេលនោះហុងលៀងក៏បានរត់ឡើងទៅលើតុអាហារនិងបាននិយាយទៅកាន់បងស្រីទីណាថាល្អបើខ្ញុំបង្កបញ្ហាច្រើនឲ្យបងស្រីបោះខ្ញុំចោលទៅនៅពេលនោះក្មេងទាំងអស់មានការភ្ញាក់ផ្អើលជាខ្លាំងហេតុអ្វីបានជាហុងលៀងហ៊ាននិយាយបែបនេះដាក់បងស្រីទីណាអញ្ចឹងហុងលៀងក៏បាននិយាយទៀតថាពួកគាត់បានបង្កើតខ្ញុំមកហើយក៏បោះបង់ខ្ញុំចោលនៅកន្លែងចាក់សម្រាមហេតុអ្វីពួកគាត់ធ្វើអញ្ចឹងហុងលៀងក៏ចង់និយាយពីប៉ាម៉ាក់របស់គាត់អ្នកនរគ្នាដែលបង្កើតគាត់មកហើយតែបើជាបោះគាត់ចោលនៅកន្លែងចាក់សម្រាមអញ្ចឹងអ្នកនរគ្នាអញ្ចឹងហើយបានជាហុងលៀងក៏មានការស្អប់នៅក្នុងចិត្តរបស់គាត់ហើយគាត់តែងតែបញ្ចេញអាការស្អប់របស់គាត់នោះទៅលើមនុស្សជុំវិញខ្លួនរបស់គាត់អញ្ចឹងហើយបានជាគាត់ជួយចិត្តធ្វើបាបគេហើយនឹងអត់ត្រូវជាមួយគេអញ្ចឹងហើយមានតែបងស្រីទីណាដែលស្រឡាញ់ហុងលៀងហើយនឹងអាណិតហុងលៀងជាងគេអ្នកនរគ្នាហើយហុងលៀងដឹងថាមានតែបងស្រីទីណាដែលស្រឡាញ់គេហើយនឹងអាណិតគេអញ្ចឹងតែដល់ពេលបងស្រីទីណាស្ដីគេអញ្ចឹងទៅគេមានអារម្មណ៍ថាបងស្រីទីណាចង់បោះបង់គេចោលអញ្ចឹងហើយបានជាហុងលៀងគាត់និយាយបែបហ្នឹងដាក់បងស្រីទីណាភ្លាមនោះហុងលៀងក៏បានរត់ចេញពីទីនោះទៅក្រៅបាត់ទៅឃើញបែបនេះបងស្រីទីណាក៏បានរត់តាមហុងលៀងនិងបានហៅហុងលៀងឲ្យត្រឡប់មកវិញប៉ុន្តែនៅពេលនោះគប់ជួនជាងដែលកំពុងតែជួសជុលបង្អួចព្រះវិហារគាត់ក៏បានធ្វើឲ្យបង្អួចព្រះវិហារធ្លាក់ចុះទៅខាងក្រោមហើយនៅពេលនោះដែរបងស្រីទីណាក៏បានឃើញដូចគ្នាបងស្រីទីណាក៏បានរត់ទៅអោបហុងលៀងដើម្បីការពារហុងលៀងមិនឲ្យបង្អួចធ្លាក់ត្រូវលើគេហើយចុងក្រោយបងស្រីទីណាគឺជាអ្នកចូលពេទ្យជំនួសហុងលៀងនោះឯងរឿងរបស់យើងក៏កាត់មកខាងមន្ទីរពេទ្យវិញម្ដងនៅពេលនេះគ្រូពេទ្យបានពិនិត្យរបួសបងស្រីទីណារួចហើយគ្រូពេទ្យក៏បានប្រាប់ទៅលោកឪពុកថាបងស្រីទីណាត្រូវរបួសក្បាលតែគាត់មិនអីទេកុំបារម្ភអីក្រោយពីបងស្រីទីណាចូលសម្រាកនៅមន្ទីរពេទ្យរួចមកហុងលៀងក៏ចាប់ផ្ដើមដឹងខ្លួននិងបានផ្លាស់ប្ដូរខ្លួនរបស់គេឲ្យក្លាយទៅជាក្មេងល្អដែលចេះជួយក្មេងៗនៅក្នុងព្រះវិហារដូចគ្នាហុងលៀងក៏បានជួយស្វែងរកនាឡិការបស់ក្មេងប្រុសអាលឿងដែលបានបាត់ហើយហុងលៀងក៏បានជួយដេកតុក្កតាឲ្យក្មេងស្រីនិងហុងលៀងក៏បានអធិដ្ឋានសម្រាប់ឲ្យបងស្រីទីណាឆាប់ជាសះស្បើយនិងឆាប់ត្រឡប់មកវិញផងដែរពី3ថ្ងៃក្រោយមកបងស្រីទីណាក៏បានដឹងខ្លួនឡើងវិញគ្រូពេទ្យបានប្រាប់ទៅបងស្រីទីណាថាបងស្រីទីណានៅពេលនេះបានជាសះស្បើយហើយបងស្រីទីណាក៏អាចត្រឡប់ទៅវិញបានដែរនៅពេលដែលបងស្រីទីណាត្រឡប់ទៅវិញបងស្រីក៏បានទៅជួបហុងលៀងធ្វើឲ្យហុងលៀងសប្បាយចិត្តជាខ្លាំងហុងលៀងក៏បានសុំទោសបងស្រី
ដែលគេបានធ្វើខ្លួនជាមនុស្សមិនល្អហើយថែមទាំងធ្វើឲ្យបងស្រីមានគ្រោះថ្នាក់ថែមទៀតផងបងស្រីទីណាក៏បានប្រាប់ទៅហុងលៀងវិញថាកុំឲ្យហុងលៀងនឹងគិតច្រើនជាងអីគាត់មិនអីទេនេះជាការងាររបស់គាត់ត្រូវតែការពារនិងមើលថែហុងលៀងបងស្រីទីណាក៏បានប្រាប់ទៅកាន់ហុងលៀងទៀតថានៅពេលក្រោយកុំឲ្យហុងលៀងនឹងធ្វើអ្វីដែលល្ងងចឹងទៀតក្រោយពីលើបែបនេះរួចមកហុងលៀងក៏បានយំនិងអោបបងស្រីហុងលៀងក៏បាននិយាយថាខ្ញុំដឹងថាបងស្រីគឺជាអ្នករើសខ្ញុំចេញពីគំនោសម្រាមមកចិញ្ចឹមតាំងពីតូចរហូតដល់ធំប៉ុន្តែខ្ញុំបែរជាធ្វើមិនល្អដាក់បងស្រីទៅវិញខ្ញុំគឺជាសម្រាមដែលគ្មាននរណាត្រូវការរឿងរបស់យើងក៏កាត់ទៅប៉ុន្មានថ្ងៃកន្លងផុតទៅនៅព្រះវិហារនៅពេលនេះក្មេងៗនិងបងស្រីទីណាព្រមទាំងលោកឪពុកពួកគេកំពុងតែនាំគ្នារៀបចំតុបតែងព្រះវិហារដើម្បីអបអរពិធីណូអែលដែលជិតមកដល់នៅពេលនោះមិត្តរបស់ហុងលៀងក៏បានសួរទៅកាន់ហុងលៀងថាហុងលៀងតើឯងចង់ឲ្យកាដូអ្វីទៅបងស្រីទីណាហុងលៀងក៏បានគិតនៅក្នុងចិត្តរបស់គេថាថ្ងៃណូអែលគឺជាថ្ងៃកំណើតរបស់ព្រះយេស៊ូវហើយក៏ជាថ្ងៃខួបកំណើតរបស់បងស្រីទីណាដូចគ្នាតើគេគួរតែធ្វើអ្វីឲ្យបងស្រីរឿងរបស់យើងក៏កាត់ហាងលក់សម្លៀកបំពាក់មួយកន្លែងដែលបានដាក់តាំងខោអាវយ៉ាងស្រស់ស្អាតនៅក្នុងហាងធ្វើឲ្យហុងលៀងនឹងឈរមើលឡើងភ្លេចខ្លួនទៅហើយនៅពេលនោះមេបងធំដែលមកព្រះវិហាររបស់គេក៏បានចេញមកនិងសួរទៅហុងលៀងថាតើឯងចង់បានវាទេមេបងធំនឹងក៏បានសួរទៅកាន់ហុងលៀងទៀតថាមើលទៅឯងដូចជាចង់បានវាជូនទៅមនុស្សស្រីតើមែនឬទេតើឯងជាក្មេងកំព្រាដែលនៅកន្លែងរបស់លោកឪពុកតើមែនឬទេហើយបន្ទាប់មកយើងក៏មិនដឹងថាពួកគេបន្តនិយាយគ្នាអ្វីទៀតនោះទេព្រោះរឿងរបស់យើងក៏កាត់មកដល់កន្លែងក្មេងកំព្រាវិញម្ដងហើយយើងក៏បានឃើញហុងលៀងគេកំពុងតែរៀបចំកាដូសម្រាប់ឲ្យបងស្រីទីណាដូចគ្នាហើយរឿងរបស់យើងគេក៏លេងបកក្រោយឲ្យយើងបានដឹងថានៅពេលនោះមេបងធំក៏បានកុហកហុងលៀងថាគាត់គឺជាមិត្តល្អរបស់លោកឪពុកប៉ុន្តែគាត់និងលោកឪពុកនឹងខានជួបគ្នាយូរមកហើយដូច្នេះគាត់ចង់ឲ្យហុងលៀងនឹងនាំលោកឪពុកមកកន្លែងរបស់គាត់នេះព្រោះគាត់ចង់ឲ្យលោកឪពុកមានការភ្ញាក់ផ្អើលហើយបើសិនជាហុងលៀងយកព្រមជួយគាត់នឹងជួយទិញសម្លៀកបំពាក់ដែលហុងលៀងចង់បាននឹងឲ្យហុងលៀងធ្វើជាកាដូជូនបងស្រីទីណាហើយរឿងរបស់យើងគេក៏បង្ហាញឲ្យយើងបានឃើញថានៅពេលនេះហុងលៀងក៏បាននាំលោកឪពុកមកជួបនឹងមេបងធំហើយអ្នកទាំងអស់គ្នាកន្លែងហ្នឹងមេបងធំគាត់បានកុហកហុងលៀងហើយឲ្យហុងលៀងនាំលោកឪពុកមកដើម្បីគាត់សម្លាប់លោកឪពុកអ្នកទាំងអស់គ្នាហើយបន្ទាប់មកមេបងធំហ្នឹងនឹងទៅដោះលែងវិញ្ញាណបិសាចព្រោះគាត់ចង់ដោះដូរជាមួយនឹងបិសាចដើម្បីឲ្យគាត់នឹងទទួលបានកម្លាំងហើយនឹងធម៌ពលបិសាចខ្លាំងជាងអ្នកទាំងអស់គ្នាប៉ុន្តែដោយសារតែលោកឪពុកមិនបានដឹងអំពីគម្រោងការអាក្រក់របស់មេបងធំគាត់ក៏ព្រមទៅតាមហុងលៀងហើយនៅពេលដែលលោកឪពុកបានបើកទ្វារឡើងគាត់ក៏បានឃើញកូនចៅរបស់មេបងធំកំពុងតែព្យួងកាំភ្លើងទៅកាន់ហុងលៀងហើយពួកវាក៏បាននាំគ្នាយកកាំភ្លើងនោះបាញ់ទៅលើលោកឪពុកជាច្រើនគ្រាប់ប៉ុន្តែសំណាងល្អលោកឪពុកគាត់ក៏បាននាំហុងលៀងរត់ចេញពីពួកវាបានហើយនៅតាមផ្លូវហុងលៀងក៏បានសូមទោសលោកឪពុកដូចគ្នាព្រោះនេះជាកំហុសរបស់គេពិតជាមិនបានដឹងថាមេបងធំនឹងកុហកគេនោះទេរឿងរបស់យើងក៏គេកាត់មកកាន់កន្លែងក្មេងៗកំព្រាវិញម្ដងនៅពេលដែលហុងលៀងនិងលោកឪពុកបានត្រឡប់មកកាន់កន្លែងក្មេងៗកំព្រារបស់ពួកគេវិញហុងលៀងក៏បានឃើញទស្សនវិជ្ជាដ៏គួរឲ្យតក់ស្លុតនៅកន្លែងរបស់ពួកគេព្រោះក្មេងៗទាំងអស់នៅកន្លែងនោះនៅពេលនាងត្រូវបានមេបងធំហើយនៅកូនចៅរបស់គាត់នឹងសម្លាប់ចោលអស់បាត់ទៅហើយក្រោយពីឃើញបែបនេះហុងលៀងក៏បានត្រហោយំហុងលៀងពិតជាមានការស្ដាយក្រោយជាខ្លាំងព្រោះនេះគឺជាកំហុសរបស់គេគឺដោយសារគេទើបធ្វើឲ្យគ្រប់គ្នាស្លាប់បែបនេះនៅពេលនោះហុងលៀងក៏បានរត់ស្វែងរកបងស្រីទីណាប៉ុន្តែនៅពេលដែលហុងលៀងបានឃើញបងស្រីទីណានៅពេលនោះវាក៏ជាពេលដែលបងស្រីទីណាត្រូវបានមេបងធំនោះបាញ់សម្លាប់គាត់ដូចគ្នាផងដែរឃើញបែបនេះហុងលៀងក៏បានរត់ទៅរកបងស្រីទីណាដោយក្តីឈឺចាប់ហុងលៀងយំផងស្ដាយក្រោយផងព្រោះទាំងអស់នេះគឺជាកំហុសរបស់គេបើសិនជាគេមិនបានស្ដាប់មេបងធំនឹងទេអ្នកទាំងអស់គ្នាក៏មិនស្លាប់ហើយនៅបងស្រីទីណាក៏មិនស្លាប់ដូចគ្នានៅពេលដែលហុងលៀងកំពុងតែយំស្ដាយពីកំហុសរបស់គេបងស្រីទីណាក៏បាននិយាយលួងលោមហុងលៀងជាលើកចុងក្រោយថាហុងលៀងគ្មាននរណាម្នាក់អាចរស់នៅបានរហូតនោះទេកុំយំអីបងស្រីនឹងនៅជាមួយនឹងឯងជារៀងរហូតនិយាយរួចបងស្រីទីណាក៏ស្លាប់បាត់ទៅក្រោយពីបងស្រីទីណាស្លាប់បាត់ទៅមេបងធំក៏បាននិយាយទៅកាន់ហុងលៀងថាតើឯងចូលចិត្តការ surprise នេះដែរឬទេអាល្អិតឥឡូវកុំឲ្យខាត់ពេលរបស់យើងឆាប់នាំយើងទៅកន្លែងដែលគេខំបិសាចទៅប៉ុន្តែភ្លាមនោះលោកឪពុកក៏បានចេញមកជួយហុងលៀងលោកឪពុកក៏បានប្រយុទ្ធជាមួយនឹងមេបងធំហើយនឹងកូនចៅរបស់គាត់ឆ្លៀតពេលដែលពួកគេកំពុងតែប្រយុទ្ធគ្នាហុងលៀងក៏បានរត់គេចចេញពីទីនោះហុងលៀងនៅពេលនេះគេមិនដឹងថាគេរត់ទៅទីណានោះទេព្រោះអារម្មណ៍របស់គេនៅតែនឹកស្ដាយពីកំហុសរបស់គេ
ដែលគេបានធ្វើឲ្យបងស្រីទីណាស្លាប់នៅពេលនោះយើងក៏បានឮសំឡេងនិយាយមកកាន់ហុងលៀងថាឯងចូលមកទីនេះបានពិតជាមិនគួរជឿពិតមែនហើយយើងក៏បានដឹងថានៅពេលនេះហុងលៀងគឺបានចូលដល់កន្លែងហាមឃាត់ដែលគេបានខំបិសាចទៅហើយសំឡេងនេះគឺជាបិសាចដែលនិយាយទៅកាន់ហុងលៀងអ្នកទាំងគ្នាហើយបិសាចហ្នឹងវាអត់អាចចេញពីកន្លែងឃុំនឹងបានទេបើសិនជាវាចេញវានឹងត្រូវស្លាប់ចឹងអ្នកទាំងគ្នានៅពេលនោះបិសាចក៏បាននិយាយទៅកាន់ហុងលៀងទៀតថាអូក្មេងតូចខ្ញុំយល់ពីការឈឺចាប់របស់ឯងមនុស្សជាទីស្រឡាញ់របស់ឯងត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃវាពិតជាឈឺចាប់ខ្លាំងណាស់កុំយំអីក្មេងតូចឯងត្រូវតែប្រើកំហឹងរបស់ឯងដើម្បីធ្វើឲ្យខ្លួនឯងរឹងមាំខ្ញុំឃើញនៅខាងក្រោយខ្នងរបស់ឯងមានវិញ្ញាណការពារប៉ុន្តែវិញ្ញាណនោះវានៅខ្សោយខ្លាំងណាស់អនុញ្ញាតឲ្យខ្ញុំជួយឯងទៅឯងនឹងទទួលបានអំណាចដ៏ខ្លាំងនិងគួរឲ្យខ្លាចពីខ្ញុំទោះបីជាខ្ញុំត្រូវជាប់ឃុំនៅទីនេះក៏ដោយក៏ឯងអាចទទួលអំណាចពីខ្ញុំបានដែរនៅពេលនោះហុងលៀងក៏បាននិយាយទៅកាន់បិសាចនោះថាឲ្យវាមកខ្ញុំមកបិសាចនោះក៏បានសើចនិងនិយាយទៅកាន់ហុងលៀងវិញថាខ្ញុំអាចឲ្យវាទៅឯងបានប៉ុន្តែខ្ញុំត្រូវការរបស់មួយពីឯងនោះគឺជាស្នាមញញឹមរបស់ឯងតើការដោះដូរនេះយ៉ាងម៉េចដែរហុងលៀងក៏បាននិយាយទៅកាន់បិសាចនោះវិញថានៅក្នុងលោកនេះមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលស្រឡាញ់ខ្ញុំបំផុតនៅពេលនេះគាត់បានចាកចេញទៅហើយតើស្នាមញញឹមនៅមានប្រយោជន៍អ្វីសម្រាប់ខ្ញុំតទៅទៀតហើយភ្លាមនោះយើងក៏បានឃើញថាការដោះដូររបស់ពួកគេក៏បានចាប់ផ្ដើមឡើងចឹងហើយបានជាហុងលៀងយើងតែងតែមើលទៅមុខរបស់គាត់មិនដែរញញឹមអ្នកនរគ្នាដោយសារតែគាត់នឹងបានបដូរស្នាមញញឹមរបស់គាត់ទៅឲ្យបិសាចដើម្បីឲ្យបានកម្លាំងហើយនឹងធម៌ពលដ៏ខ្លាំងក្លាចឹងអ្នកនរគ្នាក្រោយពីទទួលបានអំណាចដ៏ខ្លាំងពីបិសាចរួចមកហុងលៀងក៏បានចេញទៅរកមេបងធំនៅកូនចៅរបស់គាត់សងសឹកឲ្យបងស្រីទីណានិងមិត្តភក្តិរបស់គេនៅពេលនោះហុងលៀងក៏បាននិយាយទៅកាន់ពួកគេថាពួកឯងមកទីនេះប្រហែលជាចង់នៅកន្លែងនេះជារៀងរហូតហើយមើលទៅពួកឯងកំពុងតែស្វែងរកបិសាចតើមែនឬទេបិសាចគឺនៅទីនេះហើយភ្លាមនោះយើងក៏បានឃើញថាព្រលឹងការពាររបស់ហុងលៀងក៏បានចេញមកដែលមើលទៅពិតជាគួរឲ្យខ្លាចនិងសាហាវវាបានចូលទៅវាប្រហារមេបងធំហើយនឹងកូនចៅរបស់គាត់ធ្វើឲ្យពួកគេមានការភ័យខ្លាចជាខ្លាំងហើយមិនទាន់បានប្រមាណនាទីផងមេបងធំនិងកូនចៅរបស់គាត់ក៏ត្រូវបានព្រលឹងការពាររបស់ហុងលៀងសម្លាប់ចាប់ដកដៃដកជើងនិងដាច់ខ្លួនជាកំណាត់អស់ទៅក្រោយពីហុងលៀងសម្លាប់ពួកគេសងសឹកឲ្យបងស្រីទីណារួចមកគេក៏បានដើរចេញមកក្រៅវិញក៏បានជួបនឹងលោកឪពុកក៏បានសួរទៅកាន់ហុងលៀងថាហុងលៀងតើមានរឿងអ្វីកើតឡើងចំពោះឯងហុងលៀងក៏បានប្រាប់ទៅកាន់លោកឪពុកវិញថាពួកមនុស្សអាក្រក់ទាំងនោះនៅពេលនេះពួកគេបានទៅរស់នៅកន្លែងដែលគ្មានពន្លឺមានតែភាពងងឹតបាត់ទៅហើយហុងលៀងក៏បានប្រាប់ទៅកាន់លោកឪពុកទៀតថាលោកឪពុកទីបំផុតខ្ញុំបានឃើញគេនៅខាងក្រោយខ្នងរបស់លោកឪពុកហើយស្លាបមួយគូរបស់គេពិតជាស្រស់ស្អាតមែនអ្នកតើគ្នាហុងលៀងនៅពេលនេះគេមានព្រលឹងការពារអញ្ចឹងហើយបានជាគេអាចមើលឃើញព្រលឹងការពាររបស់អ្នកផ្សេងបានដែរអញ្ចឹងហើយដែលគេនិយាយនេះគឺជាព្រលឹងការពាររបស់លោកឪពុកហ្នឹងហើយនៅពេលនេះហុងលៀងក៏បាននិយាយទៅកាន់លោកឪពុកទៀតថាលោកឪពុកនៅពេលដែលខ្ញុំបានឃើញព្រលឹងការពារដ៏ខ្លាំងរបស់លោកឪពុកខ្ញុំពិតជាខឹងខ្លាំងណាស់ខ្ញុំគិតថាបើសិនជាលោកឪពុកសម្រាប់មនុស្សអាក្រក់ទាំងនោះនៅថ្ងៃដំបូងប្រហែលជាបងស្រីទីណានិងមនុស្សគ្រប់គ្នាប្រហែលជាមិនស្លាប់ទេលោកឪពុកក៏បាននិយាយប្រាប់ទៅហុងលៀងវិញថាហុងលៀងខ្ញុំមិនដែរប្រើឲ្យព្រលឹងការពារធ្វើអំពើអាក្រក់នោះទេអំណាចរបស់ទេវតាមិនមែនជាអាវុធដើម្បីសម្លាប់មនុស្សនោះទេតួនាទីរបស់ខ្ញុំគឺជាអ្នកការពារវិញ្ញាណអាក្រក់តែប៉ុណ្ណោះនៅពេលនោះព្រលឹងការពាររបស់លោកឪពុកចង់វាប្រហារទៅលើហុងលៀងប៉ុន្តែលោកឪពុកក៏បានខត់និងបានប្រាប់ទៅកាន់ព្រលឹងការពាររបស់គាត់ថាអត់ទេគុំទៅគេអាចសម្លាប់ឯងបានអញ្ចឹងមានន័យថានៅពេលនេះទោះបីជាហុងលៀងគាត់នៅក្មេងក៏ដោយប៉ុន្តែអំណាចហើយនឹងព្រលឹងការពាររបស់គាត់ហ្នឹងគឺមានធម៌ពលខ្លាំងជាលោកឪពុកអ្នកនរគ្នាអញ្ចឹងបើសិនជាវាយគ្នានឹងប្រហែលជាព្រលឹងការពាររបស់ហុងលៀងនឹងសម្លាប់ព្រលឹងការពាររបស់លោកឪពុកបានអញ្ចឹងហុងលៀងក៏បានឈប់និងបាននិយាយកាន់លោកឪពុកថាតើលោកឪពុកមិនសម្លាប់ខ្ញុំទេឬលោកឪពុកកុំបារម្ភខ្ញុំនឹងធ្វើជាបូជាចាហើយខ្ញុំនឹងការពាររបស់ដែលខ្ញុំស្រឡាញ់ដោយកម្លាំងរបស់ខ្ញុំផ្ទាល់អ្នកតគ្នាអញ្ចឹងចាប់តាំងពីពេលហ្នឹងទៅហុងលៀងក៏បានចាប់ផ្ដើមដូរឈ្មោះរបស់គាត់ទៅជាទីណាដូចដែលយើងបានមើលរឿងនៅវគ្គមុនអញ្ចឹងអ្នកតគ្នាហើយមូលហេតុដែលគាត់ដូរឈ្មោះដាក់ទីណានេះគឺគាត់ចង់រំលឹកអំពីបងស្រីទីណាដែលគាត់ស្រឡាញ់អញ្ចឹងអ្នកតគ្នាហើយអ្នកតគ្នាចាំថាបងស្រីទីណាគាត់បាននិយាយប្រាប់ទៅហុងលៀងមុនពេលស្លាប់ថាគាត់នឹងនៅជាមួយនឹងហុងលៀងរហូតណាអញ្ចឹងទៅមុខទៀតយើងនឹងដឹងថាតើបងស្រីទីណានៅជាមួយហុងលៀងដោយរបៀបណាដោយមានតែរងចាំទស្សនាជាមួយគ្នានៅវគ្គបន្តទៀតតែប៉ុណ្ណោះហើយចុងក្រោយលូហ្វីសម្រាប់រឿងសូមអរគុណសូមជម្រាបលា